បាទសួស្តីអ្នកនរគ្នាបាទសូមស្វាគមន៍មកកាន់វីដេអូបង្រៀនរបស់ខ្ញុំសម្រាប់ថ្ងៃនេះបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើការបង្ហាញអ្នកនរគ្នាតាក់ទងទៅនឹងការសិក្សាអំពីកម្មវិធី Microsoft Excel បាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបែងចែកជា4ចំណុចបាទដែលចំណុចទី1គឺយើងនិយាយទៅលើការណែនាំអំពីកម្មវិធី Microsoft Excel បាទហើយចំណុចទី2គឺយើងនិយាយទៅលើរបៀបបើកកម្មវិធី Microsoft Excel បាទទី3របៀបរក្សាទុកឯកសារក្នុងកម្មវិធី Microsoft Excel បាទនិងទី4របៀបបត់កម្មវិធី Microsoft Excel បាទឥឡូវយើងចាប់ផ្ដើមនិយាយទៅលើចំណុចបាទទី1សិនណាបាទអញ្ចឹងតាក់ទងទៅនឹងចំណុចទី1បាទចំណុចទី1គឺយើងសិក្សាទៅលើការណែនាំអំពីកម្មវិធី Microsoft Excel បាទអញ្ចឹងអ្នកនរគ្នាបានដឹងហើយតាក់ទងទៅនឹងកម្មវិធី Microsoft Excel ណាបាទប៉ុន្តែអ្នកមួយចំនួនទៀតក៏អត់បានដឹងទេបាទជាខ្ញុំសូមធ្វើការបញ្ជាក់បន្តិចតាក់ទងទៅនឹងការប្រើប្រាស់របស់កម្មវិធី Microsoft Excel នេះបាទមានថាតើកម្មវិធី Microsoft Excel យើងប្រើវាសម្រាប់ធ្វើអ្វីបាទអញ្ចឹងនៅក្នុងចំណុចនេះគឺខ្ញុំបែងចែកជា2ចំណុចតូចៗបាទដែលចំណុចទី1គឺយើងនិយាយទៅលើនិយមន័យបាទចំណុចទី2គឺយើងនិយាយទៅលើការស្វែងយល់អំពីបង្អួចកម្មវិធី Microsoft Excel ឬក៏យើងហៅថាផ្ទាំង interface របស់កម្មវិធី Microsoft Excel បាទអញ្ចឹងយើងនិយាយទៅលើចំណុចបាទកសិនណាបាទតកតងជាមួយនឹងនិយមន័យបាទអញ្ចឹងតើកម្មវិធី Microsoft Excel គឺជាកម្មវិធីអ្វីបាទចឹងខ្ញុំសូមបញ្ជាក់ថាកម្មវិធី Microsoft Excel គឺជាកម្មវិធីការិយាល័យមួយប្រភេទដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft វាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ធ្វើការគណនារៀបចំនិងវិភាគទិន្នន័យក្នុងវិស័យសិក្សាអាជីវកម្មហិរញ្ញវត្ថុនិងការងារផ្សេងៗបាទឧទាហរណ៍បាទការគណនាពិន្ទុសិស្សគណនាប្រាក់ចំណូលចំណាយរៀបចំការវិភាគការងារវិភាគទិន្នន័យអាជីវកម្មជាដើមបាទអញ្ចឹងអ្នកនរគ្នាបានយល់ថាតកតងទៅនឹងចំណុចកណាបាទយើងមានទាំងយមន័យនិងឧទាហរណ៍បញ្ជាក់បាទឲ្យអ្នកនរគ្នាកាន់តែយល់ទៅលើបាទយមន័យហើយក៏ដូចជារបៀបប្រើប្រាស់ក្នុងកម្មវិធី Microsoft Excel ផងដែរបាទឥឡូវយើងនិយាយទៅលើចំណុចខបាទចំណុចខគឺយើងនិយាយទៅលើការស្វែងយល់អំពីបង្អួចកម្មវិធី Microsoft Excel ដែលយើងឲ្យឈ្មោះថាផ្ទាំង interface របស់កម្មវិធី Microsoft Excel បាទអញ្ចឹងជាចំណុចចាប់ផ្ដើមគឺខ្ញុំសូមធ្វើការពន្យល់ទៅលើបាទបង្អួចកម្មវិធីនេះតែម្ដងណាបាទអញ្ចឹងយើងមើលទៅលើផ្នែកខាងលើណាយើងមានជារបារមួយបាទបែបនេះណាប៉ុន្តែយើងឃើញថា version ថ្មីគឺពណ៌វាអត់ចែកនេះអាចដូច version ចាស់ទេដូចជាក្នុងMicrosoft Word 2003ឬក៏2000នេះយើងបែងចែកពណ៌វាច្បាស់បាទប៉ុន្តែយើងត្រូវចងចាំថាមើលរបារខាងលើហ្នឹងណាទោះបីថាពណ៌វាដូចគ្នាក៏ដោយបាទអញ្ចឹងរបារខាងលើនេះគឺបាទវាមានឈ្មោះរបស់វាណាបាទមានឈ្មោះរបស់វាអញ្ចឹងរបារខាងលើនេះបាទចាប់ពីbox 1 Excel រហូតមកដល់នេះណាបាទរហូតដល់នេះមកអាហ្នឹងគឺយើងឲ្យឈ្មោះថាtitle bar បាទអញ្ចឹង title bar គឺជារបារមួយបាទដែលនៅខាងលើនៃកម្មវិធី Microsoft Excel ដែលបង្ហាញឈ្មោះកម្មវិធីនិងឯកសារដែលយើងកំពុងបើកនៅលើកុំព្យូទ័របាទឧទាហរណ៍ដូចជាឯកសាររបស់កម្មវិធី Microsoft Excel គឺមានឈ្មោះថា box 1បាទនេះក្នុងករណីយើងអត់ទាន់បានដាក់ឈ្មោះណាបាទជាឯកសាររបស់កម្មវិធី Microsoft Excel ហើយមួយទៀតគឺជាឈ្មោះកម្មវិធី Microsoft Excel តែម្ដងបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងវិញtitle bar គឺជារបារមួយសម្រាប់ធ្វើការបង្ហាញបាទឈ្មោះឯកសារនិងឈ្មោះកម្មវិធីដែលយើងកំពុងបើកនៅលើកុំព្យូទ័របាទហើយយើងមានផ្នែកបាទខាងស្ដាំនេះគឺយើងមាន3ទៀតបាទតកតងទី1គឺminimize បាទ minimize គឺនៅពេលយើងចុចទៅលើវាគឺវាទម្លាក់កម្មវិធីមកលើ tab bar របស់ Windows របស់យើងតែម្ដងបាទហើយមួយទៀតគឺតកតងបាទ restore down ណា restore down គឺសម្រាប់ពង្រីកបង្រួមបាទកម្មវិធីយើងឲ្យធំឬក៏តូចទៅតាមអ្វីយើងចង់បានហើយប៊ូតុងបាទទី3គឺប៊ូតុង close មានប៊ូតុងសម្រាប់ធ្វើការបិទកម្មវិធី Microsoft Excel តែម្ដងបាទអញ្ចឹងមួយទៀតតកតងនឹងបាទរបារ Quick Access Toolbar គឺជារបារមួយដែលស្ថិតនៅផ្នែកខាងលើនៃកម្មវិធី Microsoft Excel នៅជិត Title Bar សម្រាប់ចូលប្រើប្រាស់ពាក្យបញ្ជាដែលគេប្រើញឹកញាប់បានយ៉ាងលឿនទាំងអស់គ្នាតោះណាមានដូចជាsave បាទ undo redo បាទមានច្រើនទៀតអញ្ចឹង
តកតងទៅនឹងចំណុចបន្តទៀតគឺតកតងទៅនឹងបាទmenu bar បាទអញ្ចឹងខាងក្រោមនេះគឺឲ្យឈ្មោះថា menu bar អញ្ចឹងនៅក្នុងរបារ menu bar គឺមានដូចជា tab file បាទ tab home insert បាទ page layout formulas data review បាទ view បាទនិង help ជាដើមបាទចំពោះtab developer នេះគឺអត់មានទេជាទូទៅណាបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់យើងអាចដាក់បានប៉ុន្តែកម្មវិធីអ្នកទាំងអស់គ្នាបើសិនជាអត់ដែលដាក់ទេគឺអត់មានtab developer នេះទេបាទសូមបញ្ជាក់ណាបាទអញ្ចឹងតកតងទៅនឹងmenu bar នេះគឺជារបារ menu បាទដែលស្ថិតនៅខាងលើបង្អួចកម្មវិធីបាទតែស្ថិតនៅក្រោម title bar ក្នុងកម្មវិធី Microsoft Excel បាទវាមានmenu សំខាន់បាទមាន menu សំខាន់អឺសម្រាប់បញ្ជាការងារនិងមុខងារផ្សេងដែលយើងឲ្យឈ្មោះថា function ណាដែលមាននៅលើបាទផ្ទាំងនេះហើយផ្ទាំងនេះគឺយើងឲ្យឈ្មោះថាផ្ទាំង rebound បាទអញ្ចឹងចំពោះផ្ទាំង rebound គឺយើងមាន function ជាច្រើនឬក៏មុខងារជាច្រើនបាទទៅតាម tab ដែលមាននៅលើ menu bar នេះឧទាហរណ៍ថាយើងឈរលើ home អញ្ចឹងគឺយើងមាន function ទាំងអស់ហ្នឹងអញ្ចឹងបាទហើយបើសិនយើងឈរលើ tab insert គឺវាមាន function បែបនេះណាបាទអញ្ចឹងយើងមាន function ជាច្រើននៅតាម tab នីមួយៗសម្រាប់យើងធ្វើការអនុវត្តទៅលើកម្មវិធី Microsoft Excel របស់យើងបាទអញ្ចឹងអ្នកនរគ្នាតោះណាបាទជាចំណុចបន្តទៀតគឺតកតងទៅនឹងbanner box banner box គឺជាបាទប្រអប់តូចមួយនៅក្នុងកម្មវិធី Microsoft Excel ដែលស្ថិតនៅខាងឆ្វេង formula bar វាបង្ហាញឈ្មោះអាសយដ្ឋានក្រឡាដែលយើងឲ្យឈ្មោះថា cell address អញ្ចឹងអ្នកនរគ្នាតន់ណាបាទតកតងជាមួយនឹងបាទname box បាទអញ្ចឹងបន្តទៀតតកតងទៅនឹង rebound បាទអញ្ចឹង rebound គឺជាផ្ទាំងឧបករណ៍ធំមួយបាទនៅខាងលើបង្អួចកម្មវិធី Microsoft Excel បាទដែលផ្ទុកប៊ូតុងនិងពាក្យបញ្ជាសម្រាប់ធ្វើការងារផ្សេងប៉ុន្តែវាស្ថិតនៅខាងក្រោម menu bar បាទអញ្ចឹងយើងឃើញផ្ទាំងហ្នឹងហើយគឺឲ្យឈ្មោះថាផ្ទាំង rebound ហើយណាបាទហើយផ្ទាំង rebound ហ្នឹងគឺវាមាន function ជាច្រើនហើយ function ទាំងអស់ហ្នឹងគឺប្រែប្រួលទៅតាមបាទ tab នីមួយៗណាដូចខ្ញុំបានបញ្ជាក់អំបញ្ញមិញអញ្ចឹងបាទបន្តទៀតយើងតាក់ទងទៅនឹងបាទ formula បាទជាង formula គឺជាកន្លែងវាយបញ្ចូលប្រព័ន្ធសម្រាប់ធ្វើការគណនាឬដំណើរការទិន្នន័យនៅក្នុងក្រឡាយើងឲ្យឈ្មោះថា cell ណាបាទបន្តទៀតតកតងទៅនឹងបាទ row បាទអញ្ចឹងខាងនេះគឺឲ្យឈ្មោះថា row ណាបាទមានលេខ1បាទលេខ2លេខ3លេខ4លេខ5បាទអញ្ចឹងមកនឹងឲ្យឈ្មោះថា row ណាបាទតែខ្មែរយើងឲ្យឈ្មោះថាជួរដេកបាទហើយបន្តទៀតគឺខាងលើនេះមានA B C D អញ្ចឹងមកណាបាទអញ្ចឹងមានជាច្រើនទៀតបាទអញ្ចឹងមានច្រើនណាបាទក្នុងហ្នឹងអញ្ចឹងអាហ្នឹងយើងឲ្យឈ្មោះថាcolumn បាទខ្មែរយើងឲ្យឈ្មោះថាជួរឆបាទបាទហើយបន្តទៀតតកតងទៅនឹងបាទខាងក្រោមនេះក្រោមនេះយើងឲ្យឈ្មោះថាបាទ worksheet អញ្ចឹង worksheet ហ្នឹងគឺជាអ្វីបាទអញ្ចឹងអ្នកនរគ្នាប្រហែលជាបានដឹងហើយតកតងទៅនឹងworksheet នេះបាទអញ្ចឹង worksheet នេះគឺជាសន្លឹកឯកាបាទឬក៏ជាសន្លឹកការងារនៅក្នុងកម្មវិធី Microsoft Excel ដែលប្រើសម្រាប់បញ្ចូលរៀបចំគណនាទិន្នន័យអីជាដើមណាបាទមួយទៀតតកតងទៅនឹង new sheet បាទអញ្ចឹង new sheet នេះគឺជាបាទមុខងារមួយសម្រាប់បន្ថែមសន្លឹកការងារថ្មីបាទតែឲ្យយើងចង់បានសន្លឹកការងារថ្មីយើងចុចលើវាមួយមកណាយើងចុចមកឆ្វេងបាទអញ្ចឹងយើងទទួលបានបាទ sheet 2បាទអញ្ចឹងអ្នកនរគ្នាតោះណាបាទអញ្ចឹងយើងនិយាយទៅលើចំណុចបន្តទៀតតកតងទៅនឹង cell បាទអញ្ចឹង cell ជាចំណុចប្រសពរវាងជួរឆដែលឲ្យឈ្មោះថា column និងជួរដេកឲ្យឈ្មោះថា row បាទអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាបានដឹងថាកន្លែងណាយើងឲ្យឈ្មោះថា cell បាទអញ្ចឹងខ្ញុំសូមអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញអ្នកនរគ្នាណាបាទឧទាហរណ៍ថាខ្ញុំឈរនៅលើ column D បាទ column D បាទហើយខ្ញុំឈរនៅលើ row ទី9បាទអញ្ចឹងចំណុចនេះបាទចំណុចដែលខ្ញុំបាទបានដាក់ហ្នឹងគឺជាបាទ cell ហើយ
បាទឧទាហរណ៍ខ្ញុំ highlight ពណ៌ឲ្យអ្នកនរគ្នាឃើញតិចណាបាទណាហៅថា cell បាទនេះបាទអញ្ចឹងប៉ុណ្ណឹងគឺយើងឲ្យឈ្មោះថា cell បាទបាទចឹងតទៅណាបាទអញ្ចឹងcell គឺជាចំណុចប្រសពរវាង row ហើយនិង column បាទក្នុងកម្មវិធី Excel គឺមានន័យអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមធ្វើការលុបវិញបាទបាទអញ្ចឹងយើងដូចជាបាទអស់ហើយតកតងទៅនឹងការណែនាំអំពីបាទបង្អួចកម្មវិធី Microsoft Excel ឬក៏ផ្ទាំង interface របស់កម្មវិធី Microsoft Excel បាទប៉ុន្តែខ្ញុំសូមបញ្ជាក់បន្តិចតកតងទៅនឹងចំនួន row ហើយនិង column នៅក្នុងកម្មវិធី Microsoft Excel បាទអញ្ចឹងតើយើងមាន row ទាំងអស់បាទប៉ុន្មានមាន column ទាំងអស់ប៉ុន្មានបាទអញ្ចឹង column គឺយើងមានចំនួនបាទ XSD ណា បាទសំទោសណាយើងសេដាក់column តែម្ដងទៅណាបាទ column បាទអញ្ចឹងcolumn គឺយើងមានចំនួនx បាទ SD បាទអញ្ចឹងវាមានចំនួនមួយទៀតចាំខ្ញុំបង្ហាញបាទចំណុចបន្តទៀតណាបាទមួយទៀតតកតងជាមួយនឹងrow បាទអញ្ចឹង row របស់យើងគឺមានចំនួនប្រមាណបាទអញ្ចឹង row របស់យើងគឺមានចំនួនបាទ1048ណាបាទ10បាទ48បាទអឺ576បាទ576ចឹងរោរបស់យើងនេះបាទនេះជួរដេកនេះមានលេខ1ហើយលេខ2លេខ3ហ្នឹងគឺមានរហូតទៅដល់អឺបាទបាទចំនួនប៉ុណ្នេះណាបាទអញ្ចឹងយើងរកមកប្រមាណបាទហើយតកតងជាមួយនឹងcolumn គឺយើងមានចំនួនXSD បាទប៉ុន្តែយើងឃើញថាក្បាលcolumn គឺជាអក្សរ ABC ទេអញ្ចឹងយើងធ្វើម៉េចដើម្បីដឹងថាចំនួន column មានចំនួនប៉ុន្មានឥឡូវយើងដឹងថាចំនួន column គឺមានបាទចំនួន XSD ប៉ុន្តែអត់ដឹងថា XSD មានតម្លៃស្មើប៉ុន្មានទេចឹងហ៎បាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញចំនួនបាទ column ដែលមាននៅលើកម្មវិធី Microsoft Excel នេះតែម្ដងបាទអញ្ចឹងដើម្បីធ្វើការបង្ហាញសូមអ្នកនរគ្នាចុចទៅលើtab file បាទបន្តមកទៀតអ្នកនរគ្នាចុចទៅលើពាក្យថា option ណាបាទចុចលើ option មកបន្តមកទៀតគឺយើងមើលនៅលើផ្ទាំង dashboard របស់កម្មវិធី Microsoft Excel របស់យើងបាទនៅត្រង់function មួយដែលមានឈ្មោះថា formulas បាទអញ្ចឹងយើងចុចនៅលើformulas មកណាបាទហើយយើងហើយយើងរកមើលcheckbox មួយដែលមានឈ្មោះថាបាទអឺ Aeon Seon ឬក៏ R1 C1 reference style ចឹងយើងឃើញថាអត់ទាន់មាន tick នៅក្នុងcheck box ហ្នឹងទេបាទចឹងបើសិនជាអត់ទាន់មាន tick នៅក្នុងcheck box ហ្នឹងទេគឺមានន័យថាcolumn របស់យើងគឺបង្ហាញបាទ ABC ចឹងមករហូតដល់ XSD ណាបាទប៉ុន្តែបើយើង tick នៅលើcheck box បាទ R1 C1 reference style គឺយើងនឹងទទួលបានតម្លៃលេខដែលនៅលើក្បាល column របស់យើងវិញបាទឥឡូវគេហៅថាយើងបាទចុច tick លើវាមកណាបាទបន្តមកទៀតយើងចុចទៅលើប៊ូតុងអូខេនេះអញ្ចឹងយើងឃើញថាcolumn របស់យើងគឺមានចាប់ពីលេខ1លេខ2លេខ3បាទដូច row នោះដែរណាលេខ1លេខ2អញ្ចឹងមកប៉ុន្តែយើងអត់ដឹងថាវាមានតម្លៃប្រមាណទេណាទោះបីថាយើងទាញចេះក៏ដោយក៏យើងរកតម្លៃវាអត់ឃើញដែរអញ្ចឹងដើម្បីអ្នកនរគ្នាដឹងថាតម្លៃcolumn របស់យើងមានប្រមាណបាទអញ្ចឹងអ្នកនរគ្នាឈរលើcell ណាមួយនៅក្នុងកម្មវិធី Excel របស់យើងក៏បានអត់បញ្ហាណាបាទបន្ទាប់មកយើងចុច control នៅលើ keyboard ឲ្យជាប់ណាបាទចុចឲ្យជាប់មកហើយយើងប្រើ arrow key ដោយយើងចុចសញ្ញាព្រួយនៅលើ keyboard របស់យើងបាទសញ្ញាព្រួយទៅខាងស្ដាំបាទបាទអញ្ចឹងយើងឃើញថាចំនួនបាទអឺ column របស់យើងគឺមានចំនួន16384បាទ16384 column បាទហើយបើសិនជាអ្នកទាំងអស់គ្នាបាទចង់ត្រឡប់មកcolumn ទី1វិញ
បាទយើងអាចចុច control ឲ្យជាប់ហើយចុចបាទសញ្ញាព្រួយបាទនៅលើ keyboard របស់យើងមកខាងឆ្វេងវិញអញ្ចឹងវានឹងរត់មកដល់កាឡុំទី1វិញហើយណាបាទឃើញទេបាទអញ្ចឹងតាក់ទងទៅនឹងចំនួនរ៉ូបាទយើងស្គាល់ហើយប៉ុន្តែកាឡុំយើងអត់ទាន់ស្គាល់បាទឥឡូវយើងបានស្គាល់ណាបាទគឺមានទាំងអស់ជា10000ជាងហ្នឹងបាទ10000ប៉ុន្មានមិញបាទ16384កាឡុំបាទហើយតាក់ទងជាមួយរ៉ូបាទរ៉ូយើងមានទាំងអស់ប្រមាណបាទអញ្ចឹងយើងធ្វើដូចកាឡុំដែរណាយើងឈរលើរ៉ូទីប្រមាណក៏បានដែរឬកាឡុំទីប្រមាណក៏បានដែរអត់បញ្ហាទេបាទបន្តមកទៀតយើងចុចcontrol ឲ្យជាប់បាទហើយយើងចុចសញ្ញាព្រួយចុះក្រោមនេះបាទអញ្ចឹងយើងឃើញថាចំនួនរ៉ូរបស់យើងគឺមានចំនួនបាទប៉ុណ្ណឹងបាទដូចយើងបានបង្ហាញនៅលើបាទកម្មវិធីរបស់យើងអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមធ្វើការត្រឡប់ទៅទីមួយវិញតើយើងចុចcontrol ឲ្យជាប់នៅលើ keyboard ណាហើយយើងចុចសញ្ញាព្រួយឡើងទៅលើវិញបាទអញ្ចឹងយើងរត់មកដល់រ៉ូទី2ណាអញ្ចឹងយើងចុចបន្តទៀតណា control ហើយសញ្ញាព្រួយឡើងទៅលើបន្តទៀតអញ្ចឹងវានឹងរត់មកដល់រ៉ូទី1វិញបាទអញ្ចឹងកន្លែងនេះគឺជារបៀបបាទបង្ហាញចំនួនរ៉ូហើយនឹងcolumn នៅក្នុងកម្មវិធី Microsoft Excel បាទអញ្ចឹងដើម្បីយើងដោះក្បាល column នេះមកជាអក្សរ ABC វិញគឺយើងចុចទៅលើfile ណាបន្តមកទៀតយើងចុចទៅលើពាក្យថា option បាទហើយយើងចុចទៅលើformulas ហើយយើងដោះ tick នៅត្រង់checkbox មួយដែលមានឈ្មោះថា all C1 reference style បាទដោះ tick វាមកណាបាទអញ្ចឹងយើងចុចទៅលើប៊ូតុង OK បាទអញ្ចឹងវានឹងបង្ហាញបាទក្បាលកាឡុំរបស់យើងគឺជាអក្សរ ABC វិញបាទឥឡូវយើងបាត់កាឡុំA ដល់ D អញ្ចឹងណាអញ្ចឹងអ្នកនរគ្នាចុច control លើ keyboard ឲ្យជាប់បាទហើយចុចសញ្ញាព្រួយនៅលើ keyboard របស់យើងមកខាងឆ្វេងវិញបាទអញ្ចឹងយើងមកដល់កាឡុំ A ហើយបាទនេះតកតងទៅនឹងការណែនាំអំពីបង្អួចកម្មវិធីឬក៏ផ្ទាំង interface របស់កម្មវិធី Microsoft Excel គឺខ្ញុំមានតែប៉ុណ្ណឹងបាទឥឡូវយើងបន្តទៅចំណុចមួយទៀតតកតងទៅនឹងរបៀបបើកកម្មវិធី Microsoft Excel បាទអញ្ចឹងខ្ញុំសូមធ្វើការបិទកម្មវិធីនេះសិនណាហើយខ្ញុំធ្វើការបង្ហាញអ្នកនរគ្នាតកតងទៅនឹងរបៀបបើកកម្មវិធី Microsoft Excel ខ្ញុំសូមបញ្ជាក់ថាក្នុងការបើកកម្មវិធី Microsoft Excel គឺយើងមានច្រើនរបៀបណាស់បាទដូចជាកម្មវិធី Word អញ្ចឹងបាទយើងបើកច្រើនរបៀបមែនតើណាបាទបាទអញ្ចឹងយើងបន្តទៅចំណុចទី2បន្តទៀតបាទតកតងទៅនឹងរបៀបបើកកម្មវិធី Microsoft Excel បាទអញ្ចឹងដូចខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹងណារបៀបបើកកម្មវិធី Microsoft Excel គឺយើងមានច្រើនរបៀបបាទតែរបៀបទី1គឺយើងមើលមកលើTab bar របស់ Windows របស់យើងណាអញ្ចឹងខាងក្រោមនេះគឺជា Tab bar របស់ Windows របស់យើងបាទអញ្ចឹងយើងរកមើលicon ដែលមានបាទឈ្មោះថាបាទ Excel បាទដូចរូបរបស់យើងបង្ហាញអញ្ចឹងណាអញ្ចឹងយើងចុចមកឆ្វេងលើវាមួយមកវានឹងនាំយើងទៅកម្មវិធី Microsoft Excel ហើយបាទនេះគឺជាផ្ទាំង interface បាទរបស់កម្មវិធី Microsoft Excel បាទអញ្ចឹងនេះគឺជារបៀបទី1ក្នុងការបើកកម្មវិធី Microsoft Excel បាទអញ្ចឹងខ្ញុំសូមធ្វើការបិទទៅលើកម្មវិធីសិននេះហើយយើងអនុវត្តទៅលើការបើករបៀបទី2វិញបាទអឺរបៀបបើកទី2គឺយើងមើលនៅលើdesktop របស់យើងនេះបាទអញ្ចឹងលើនេះគឺយើងហៅថា desktop ណាបាទអញ្ចឹងយើងរកមើលរូបតំណាងឬក៏ icon បាទកម្មវិធី Microsoft Excel បាទអញ្ចឹងនេះហើយគឺជាicon ឬក៏រូបតំណាងរបស់កម្មវិធី Microsoft Excel អញ្ចឹងបើសិនជាមានកម្មវិធី Microsoft Excel នៅលើ desktop បែបនេះគឺយើងអាចបើកបានពីររបៀបដែលពីទី1គឺយើងយកមករបស់យើងដាក់លើវាចឹងមកហើយយើង double click មានន័យថាយើងចុចមកឆ្វេងចំនួន2ដងផ្ទួនបាទអញ្ចឹងកម្មវិធីនឹងធ្វើការបើកឲ្យយើងតែម្ដងណាបាទឃើញទេបាទយើងបើកឲ្យយើងហើយឥឡូវយើងបិទវាចោលវិញណាបាទមួយទៀតយើងអាចធ្វើការបើកបាទមួយរបៀបទៀតណាដល់យើងយកមកបើយើងដាក់លើបាទ icon កម្មវិធី Microsoft Excel ចឹងមកហើយយើងចុចមកខាងស្ដាំបាទយើងហៅថា right click បន្ទាប់មកទៀតគឺយើងយកពាក្យថា open បាទជិះងាកឆ្វេងមកណាបាទអញ្ចឹងកម្មវិធីធ្វើការបើកឲ្យយើងដូចគ្នា
អញ្ចឹងបើសិនជាអ្នកនរគ្នារកកម្មវិធី Microsoft Excel នៅលើថៃបាននេះអត់ឃើញហើយនៅលើdesktop នេះអត់ឃើញគឺយើងអាចធ្វើការបើកបានមួយរបៀបទៀតបាទបើយើងចុចនៅត្រង់ប្រអប់ search ណាបាទប្រអប់ search នេះមកបាទហើយយើងវាយពាក្យថាបាទ Excel បាទវាពាក្យ Excel ចឹងមកណាអញ្ចឹងយើងនឹងឃើញកម្មវិធី Microsoft Excel នៅលើហ្នឹងហើយបាទអញ្ចឹងកាលណាយើងឃើញកម្មវិធីហ្នឹងហើយគឺយើងចុចមកឆ្វេងលើវាមកណាវានឹងនាំយើងទៅទាំង interface របស់កម្មវិធី Microsoft Excel ហើយបាទនេះគឺជារបៀបបើយើងបើកកម្មវិធី Microsoft Excel ណាបាទហើយយើងបិទវិញណាបាទបិទវិញមកបាទមួយទៀតបើសិនជាក្នុងករណីនៅលើថៃបារបស់យើងនេះគេលាក់ណាគេលាក់ប្រអប់ search នេះអញ្ចឹងយើងអាចធ្វើការបើកបានមួយរបៀបទៀតណាបាទអាចចុចទៅលើstart បាទបន្តបន្ទាប់អ្នកនរគ្នារកមើលបាទកម្មវិធី Microsoft Excel ណាដែលបង្ហាញនៅក្នុងរូបរបស់យើងអញ្ចឹងបាទជាយើងឃើញហើយយើងចុចទៅលើវាមកបាទជិះមកឆ្វេងណាបាទអញ្ចឹងវានឹងនាំយើងទៅកម្មវិធី Microsoft Excel ដូចគ្នាបាទជាងតទៅណាបាទនេះគឺជារបៀបបើករបស់យើងមួយដែរបាទហើយយើងបិទកម្មវិធីរបស់យើងវិញហើយយើងមានរបៀបមួយទៀតបាទដើម្បីធ្វើការបើកកម្មវិធី Microsoft Excel ក្នុងករណីនៅលើថៃបានេះក៏អត់មានបាទ desktop នេះក៏អត់មានហើយតាក់ទងទៅនឹងបាទបើ option ក៏អត់មានដែរណាបាទនៅពេលយើងចុចទៅលើ start នេះគឺយើងរកកម្មវិធី Microsoft Excel អត់ឃើញទេបាទអញ្ចឹងក្នុងករណីនេះគឺយើងអាចចុចទៅលើប៊ូតុងមួយដែលមានឈ្មោះថា all បាទយើងចុចខាងឆ្វេងមកណាបាទបន្តមកទៀតអ្នកនរគ្នាscroll មកយើងចុះក្រោមបាទព្រមមើលកម្មវិធី Microsoft Excel របស់យើងបាទអញ្ចឹងនៅពេលយើងរកឃើញហើយគឺយើងចុចមកឆ្វេងលើវាមកណាបាទជាកម្មវិធីនឹងធ្វើការបើកឲ្យយើងដូចរូបរបស់យើងអញ្ចឹងណាបាទយើងមានរបៀបមួយទៀតក្នុងការបើកតកតងទៅនឹងតាមរយៈប្រើ keyboard ណាយើងប្រើបាទ Windows អក្សរ O បាទហើយយើងវាយបាទពី Excel ចូលមកយើងនឹងធ្វើការបើកបានហើយប៉ុន្តែតាម version ទេបាទ version ខ្លះយើងមិនអាចធ្វើការបើកបានទេដល់យើងដឹងextension វាច្បាស់លាស់ណាស់ទើបយើងអាចធ្វើការបើកបានបាទអញ្ចឹងឥឡូវយើងនិយាយទៅលើចំណុចទី3បាទចំណុចទី3គឺយើងនិយាយទៅលើរបៀបរក្សាទុកឯកសារក្នុងកម្មវិធី Microsoft Excel បាទអញ្ចឹងដើម្បីធ្វើការរក្សាទុកឯកសារក្នុងកម្មវិធី Microsoft Excel គឺយើងត្រូវចូលក្នុងកម្មវិធី Microsoft Excel សិនណាបាទអញ្ចឹងមុននឹងចូលទៅដល់កម្មវិធី Microsoft Excel ខ្ញុំសូមធ្វើការបង្ហាញបន្តិចតាក់ទងទៅនឹងទាំង interface របស់យើងនេះបាទអញ្ចឹងផ្នែកខាងនេះគឺយើងហៅថា dashboard ណាបាទ dashboard ក្នុង dashboard គឺយើងមានfunction ចំនួន5ទី1គឺ home ណាបាទ function home ដែលមានលក្ខណៈបែបនេះបាទហើយយើងមាន template ជាច្រើនដែលផ្ដល់ដល់ក្រុមហ៊ុន Microsoft ណាយើងអាចចុចបាទ more template វានឹងបង្ហាញបាទmode ជាច្រើនទៀតដែលផ្ដល់ដល់ក្រុមហ៊ុន Microsoft បាទហើយខាងក្រោមនេះគឺតាក់ទងជាមួយនឹងបាទអឯកសារដែលយើងធ្លាប់បាទវាយកន្លងមកចឹងវានឹងបង្ហាញលើនឹងហើយបើសិនជាយើងវាយឯកសារបាទបន្តទៀតឯកសារដែលយើងវាយពីមុនទៅមុនអាចបាត់ហើយបាទប៉ុន្តែបើសិនជាបាទយើងវាយថ្មីទេគឺវាមាននៅលើហ្នឹងហើយបាទហើយតទៅនឹង favorite ការមានអីទេបាទអញ្ចឹងបាទអ្នកនរគ្នាតណាតតងទៅនឹងបាទ function home នេះបាទមួយទៀតតកតងទៅនឹង function new បាទ function new គឺជាfunction មួយសម្រាប់ឲ្យអ្នកនរគ្នាធ្វើការបង្កើតអឺ workbook ថ្មីបាទ workbook ថ្មីណាគេហៅថាឯកសារនៅក្នុងកម្មវិធី Microsoft Excel បាទហើយមួយទៀតតកតងទៅនឹងfunction open បាទ function open គឺជា function មួយសម្រាប់ធ្វើការបើកឯកសារ Excel បាទហើយខាងក្រោមគឺមានដូចជា account គឺសម្រាប់មើលversion របស់កម្មវិធី Microsoft Excel របស់យើងឬក៏ Microsoft Office របស់យើងណាបាទយើងចុចលើវាចឹងមកវាបង្ហាញបាទ version របស់កម្មវិធី Microsoft Office របស់យើងហើយបាទតកតងទៅនឹងfunction ទី5 option នេះគឺជាបាទ function មួយសម្រាប់យើងដាក់បន្ថែមនៅមុខងារមួយចំនួនបាទទៅក្នុងកម្មវិធី Microsoft Excel បាទអញ្ចឹងយើងអត់តសិក្សាទៅលើ
បាទ function option ហ្នឹងទៅណាចាំយើងបាទមេរៀនយើងបន្ទាប់ដល់យើងធ្វើការសិក្សាទៅលើfunction option មួយនេះបាទអញ្ចឹងខ្ញុំមកសូមធ្វើការបត់ទៅលើផ្ទាំងវិញបាទបាទអញ្ចឹងយើងដើម្បីធ្វើការរក្សាទុកឯកសាររបស់យើងបានយើងត្រូវបាទចុចទៅលើ file បាទបន្ទាប់មកយើងយកពាក្យថា new បាទអញ្ចឹងយើងចុចទៅលើបាទBlank workbook មកណាបាទជិះមកឆ្វេងណាបាទអញ្ចឹងកម្មវិធីនឹងនាំយើងមកដល់ផ្ទាំង interface របស់កម្មវិធី Microsoft Excel តែម្ដងបាទអញ្ចឹងទាំងអស់នេះហើយគឺជាផ្ទាំង interface ឬក៏បង្អួចកម្មវិធី Microsoft Excel បាទអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាអាចរក្សាទុកឯកសារនៅក្នុងកម្មវិធី Microsoft Excel នេះបានបាទគឺយើងបាទចុចទៅលើ Tab File បាទបន្ទាប់ពីយើងចុចលើ Tab File គឺយើងជ្រើសរើសយក Save ឬក៏ Save As បាទ Save គឺជា function មួយសម្រាប់រក្សាទុកឯកសារដែលពីឆ្ពោះហើយបាទហើយSave As នេះគឺសម្រាប់រក្សាទុកឯកសារថ្មីឬក៏មិនទាន់មានឈ្មោះបាទអញ្ចឹងខ្ញុំសូម recommend ឲ្យអ្នកនរគ្នាយក Save As ណាបាទបន្ទាប់ពីយើងចុចទៅលើ Save As ហើយគឺយើងចុចទៅលើ5ណាដើម្បីយើងជ្រើសរើសទីតាំងរក្សាទុកឯកសាររបស់យើងបាទអញ្ចឹងយើងនឹងទទួលបានផ្ទាំងមួយដែលមានឈ្មោះថា Save As បាទអញ្ចឹងនៅក្នុងបាទប្រអប់មួយដែលមានឈ្មោះថា file name នេះបាទអញ្ចឹងយើងអាចធ្វើការដាក់ឈ្មោះឲ្យឯកសាររបស់យើងមកបាទអញ្ចឹងឧទាហរណ៍ថាយើងដាក់ឈ្មោះអីក៏បានដែរដាក់អក្សរលេខជាមួយលេខក៏បានដាក់លេខសុទ្ធក៏បានឬក៏ដាក់បាទអក្សរក៏បានដែរបញ្ហាអីទេណាអក្សរខ្មែរក៏បានអង់គ្លេសក៏បានដែរបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះខ្ញុំតែម្ដងណាឧទាហរណ៍បាទសាក់ប៉ូលីនអញ្ចឹងមកបាទអញ្ចឹងបន្ទាប់ពីខ្ញុំដាក់ឈ្មោះរបស់ខ្ញុំរួចហើយគឺខ្ញុំបាទមើលនៅត្រង់save as type បាទ save as type គឺជាប្រភេទ file Excel បាទអញ្ចឹងបើសិនជាវាបង្ហាញExcel workbook ដែលមានextension បាទអឺ dot XLSX នេះគឺបាទយើងមិនបាច់ធ្វើការជ្រើសរើសទេចំពោះfile Excel របស់យើងធម្មតាប៉ុន្តែបើសិនជាប្រភេទ file macro គឺយើងត្រូវធ្វើការជ្រើសរើសបាទបាទចឹងនៅត្រង់នេះគឺខ្ញុំអត់ធ្វើការបង្ហាញទេតាក់ទងទៅនឹងបាទប្រភេទ file Excel នេះណាបាទអញ្ចឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាយកបាទ file មួយដែលមាន extension បាទ XLSX បាទហើយចាំប្រភេទ file ដែលតាក់ទងទៅនឹង Excel VBA ចាំយើងសិក្សានៅមេរៀនបន្ទាប់បាទអញ្ចឹងយើងបាទដាក់ឈ្មោះឯកសាររបស់យើងហើយគឺយើងត្រូវជ្រើសរើសទីតាំងរក្សាទុកឯកសាររបស់យើងបាទអញ្ចឹងយើងអាចដាក់នៅក្នុង drive D ក៏បានបាទឬក៏ដាក់នៅក្នុងបាទ drive E ក៏បានណាបាទចំពោះកុំព្យូទ័រខ្ញុំគឺខ្ញុំចែកបាទ partition ឬក៏ drive បាទមានរហូតដល់ drive E បាទអញ្ចឹងវាមាន drive C drive D ហើយនិង drive E ប៉ុន្តែចំពោះ drive D គឺខ្ញុំបាន lock ឬក៏ចាក់សវាហើយអញ្ចឹងមិនអាចចូលបានទេបាទយើងអាចចូលបានតែគាត់ថាយើងដាក់លេខកូដណាបញ្ចូលទៅយើងអាចចូលក្នុង drive E នឹងបានហើយ drive នេះគឺជាទីតាំងមួយសម្រាប់ទុកឯកសារ drive D ហ្នឹងណាបើយើងបានរើសទីតាំងទេនៅពេលយើងចុចទៅលើបាទប៊ូតុង save គឺវានឹងរត់ចូលទៅក្នុងបាទទីតាំងមួយដែលមានឈ្មោះថា document នេះបាទអាហ្នឹងក្នុងករណីយើងអាចបានរើសទីតាំងណាមានន័យថាយើងដាក់ឈ្មោះនៅត្រង់ file name ហើយអ្នកនរគ្នាចុចទៅលើប៊ូតុង save អញ្ចឹងវានឹងរត់ចូលក្នុងបាទ document នេះបាទប៉ុន្តែបើសិនជាយើងមានបញ្ហាបាទឈូស Windows អីគឺឯកសាររបស់យើងនៅក្នុង document ទៅបានបាត់ដោយពួកអីdocument គឺវាស្ថិតនៅក្នុង drive C បាទហើយ drive C យើងដឹងហើយគឺជា drive របស់ Windows ណាបាទ drive របស់ Windows នេះចឹង drive C នេះគឺជា drive របស់ Windows ចឹងកាលណា drive C មានបញ្ហា Windows គឺយើងត្រូវធ្វើការឈូស Windows ថ្មីចឹងឯកសារដែលយើងមាននៅក្នុងបាទ document បាទក្នុងបាទ download អីគឺត្រូវបានបាត់ហើយបាទអញ្ចឹងខ្ញុំrecommend ឲ្យអ្នកនរគ្នាជ្រើសយក drive D បាទប៉ុន្តែឯកសាររបស់ខ្ញុំជាប់ខ្ញុំអត់ដាក់ទេណាបាទក្នុងនោះទេខ្ញុំដាក់ក្នុង drive E វិញបាទអញ្ចឹងចុច drive E មកបាទអញ្ចឹងអ្នកនរគ្នាប្រហែលជាឆ្ងល់ហើយបាទខ្ញុំហៅថា drive C drive D drive E ហ្នឹងណាបាទអញ្ចឹងយើងបាទមិនខ្វល់តាក់ទងនឹងឈ្មោះខាងមុខនេះទេបាទឈ្មោះនេះគឺអាចដូរបានទេអញ្ចឹងនៅក្នុង Windows ខ្លះគឺកន្លែងហ្នឹងគេដាក់ថា local disk បាទហ
ហើយ Windows ខ្លះទៀតដាក់ថាnew value បាទអញ្ចឹងកន្លែងហ្នឹងគឺយើងអាចធ្វើការផ្លាស់ប្ដូរឈ្មោះបានទេឧទាហរណ៍ថាrecording គឺយើងបដូរមកជា data វិញឃើញទេបាទហើយខាងក្រោមនេះគេថាnew value យើងមកបាទអញ្ចឹងកន្លែងហ្នឹងគឺយើងអាចធ្វើការផ្លាស់ប្ដូរបានទេប៉ុន្តែសំខាន់គឺអក្សរនៅក្នុងវងកញ្ចក់នេះគឺយើងមិនអាចធ្វើការផ្លាស់ប្ដូរបានទេបើសិនជាអក្សរនៅក្នុងនេះគឺអក្សរ C គឺត្រាយ C ហើយបាទហើយអក្សរនៅក្នុងនេះគឺត្រាយ D គឺត្រាយ D ហើយចា៎អត់មានការផ្លាស់ប្ដូរបានទេតើតើជាមួយអក្សរដែលនៅក្នុងវងកញ្ចក់ហ្នឹងបាទអញ្ចឹងខ្ញុំធ្វើការជ្រើសទីតាំងបាទត្រាយ E ចុះណាបាទដោយសារត្រាយ D របស់ខ្ញុំជាប់សោបាទហើយបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើការដាក់ password អីយើងអាចចុចនៅត្រង់បាទ Tools បានណាបាទប៉ុន្តែខ្ញុំអត់តបង្ហាញទេតាក់ទងទៅនឹងការដាក់ password បាទខ្លាចអ្នកទាំងអស់គ្នាបាទច្រើនពេកវាអាចភ្លេចណាឬក៏តាមអត់តាន់បាទអញ្ចឹងចាំមេរៀនក្រោយចាំនឹងធ្វើការបង្ហាញតាក់ទងនឹងការដាក់ password នេះបាទអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាបាទចុចទៅលើប៊ូតុង save បាទអញ្ចឹងកម្មវិធីនឹងរក្សាទុកឯកសាររបស់យើងគឺនៅក្នុងត្រាយ E បាទអញ្ចឹងបន្ទាប់ពីយើងបានធ្វើការចុចទៅលើប៊ូតុង save ហើយគឺយើងនឹងទទួលបាន file Excel របស់យើងមួយគឺមានឈ្មោះថា Sapolin បាទដែលមាន extension របស់វាគឺបាទ XLSX បាទនេះគឺជាប្រភេទ file Excel ធម្មតាបាទអញ្ចឹងបើសិនជាក្នុងករណីអ្នកនរគ្នាបានរក្សាទុកឯកសារទេបាទអញ្ចឹងឯកសាររបស់យើងគឺមានឈ្មោះថាបុកវ័នបាទប៉ុន្តែនៅពេលយើងធ្វើការរក្សាទុកឯកសារយើងដាក់ឈ្មោះរបស់យើងអញ្ចឹងឯកសារដែលមានឈ្មោះថាបុកវ័នគឺត្រូវបានផ្លាស់ប្ដូរមកជាឈ្មោះរបស់យើងវិញបាទអញ្ចឹងបាទសម្រាប់បាទតកតងទៅនឹងការរក្សាទុកឯកសារគឺខ្ញុំមានតែប៉ុណ្្នឹងទេណាសម្រាប់ធ្វើការបង្ហាញអ្នកនរគ្នាបាទអញ្ចឹងជាចំណុចបន្តទៀតគឺយើងសិក្សាទៅលើចំណុចទី3បាទអញ្ចឹងចំណុចទី3គឺយើងនិយាយទៅលើរបៀបបាទបើកឯកសារនៅក្នុងកម្មវិធី Microsoft Excel បាទអញ្ចឹងដើម្បីយើងធ្វើការបើកឯកសារនៅក្នុងកម្មវិធី Microsoft Excel បានបាទអញ្ចឹងខ្ញុំសូមធ្វើការបិទទៅលើកម្មវិធីសិនណាបាទហើយយើងធ្វើការបើកម្ដងទៀតយើងអាចធ្វើការបើកក្នុងនឹងក៏បានដែរដែលយើងចុចទៅលើបាទ tab file បាទហើយយកពាក្យថា open ក៏បានដែរណាហើយយើងទៅជ្រើសរើសទីតាំងដែលយើងបានរក្សាទុកឯកសាររបស់យើងក៏បានបាទអញ្ចឹងឯកសាររបស់យើងរក្សាទុកនៅក្នុងត្រាយ E បាទដែលមានឈ្មោះថា Sapolin ណាអញ្ចឹងយើងអាច double click លើវាក៏បានឬក៏មកខាងស្ដាំយកពាក្យថា open ក៏បានឬក៏យើងចុចមកឆ្វេងលើវាចឹងមកហើយចុចទៅលើប៊ូតុង open ក៏វាបើកឲ្យយើងដែរណាបាទបាទនេះគឺជាវិបកឯកសាររបស់យើងនៅក្នុងកម្មវិធី Microsoft Excel បាទមួយទៀតបើក្នុងករណីយើងអត់ទាន់បានធ្វើការបើកទៅលើកម្មវិធី Microsoft Excel ទេក៏យើងអាចធ្វើការបើកបានដែរណាបាទឥឡូវបិទនេះសិនបាទប៊ូតុងបាទ close សិនណាបាទឥឡូវយើងធ្វើការបើកទៅលើកម្មវិធី Microsoft Excel ទាំងអស់គ្នាបាទបាទបន្តមកទៀតយើងចុចទៅលើ function មួយដែលមានឈ្មោះថាopen បាទចុចលើ open មកណាបាទហើយយើងចុចទៅលើbrowse បាទបាទរើសទីតាំងរក្សាទុកឯកសារនៅក្នុងត្រាយ E ណាបាទជ្រើសរើសប្រភេទឯកសាររបស់យើងមកដែលមានឈ្មោះថា Sapolin បាទហើយចុចទៅលើប៊ូតុង open បាទអញ្ចឹងវានឹងធ្វើការបើកឯកសាររបស់យើងហើយបាទដែលមានឈ្មោះថាSapolin ណាបាទមួយទៀតបើសិនជាយើងអត់បើកកម្មវិធីបាទ Microsoft Excel ទេយើងអាចធ្វើការបើកតាមរយៈ file ដែលយើងបានរក្សាទុកក្នុងទីតាំងណាមួយឧទាហរណ៍ថា file របស់ខ្ញុំគឺរក្សាទុកក្នុងត្រាយ E អញ្ចឹងខ្ញុំអាចចុចទៅលើរូប folder ណាបាទលើ tab bar របស់យើងនេះបាទអញ្ចឹង folder នេះគឺមានឈ្មោះថា File Explorer បាទយើងចុចមកឆ្វេងលើវាមកណាបាទបន្តមកទៀតអ្នកនរគ្នារើសទីតាំងរក្សាទុកឯកសារបាទអញ្ចឹងយើងយកបាទត្រាយ E របស់យើងមកបាទអញ្ចឹងនៅពេលខ្ញុំចុចទៅលើបាទឈ្មោះឯកសាររបស់ខ្ញុំអញ្ចឹងកម្មវិធីនឹងនាំខ្ញុំទៅដល់បាទបង្អួចកម្មវិធី Microsoft Excel តែម្ដងបាទបាទនេះគឺជាបាទបង្អួចកម្មវិធី Microsoft Excel ណាហើយឯកសាររបស់យើងគឺមានឈ្មោះថាSapolin បាទអានេះគឺជារបៀបបើករបស់យើងដែរណាបាទ
ឥឡូវយើងនិយាយទៅលើចំណុចទី4តកតងទៅនឹងរបៀបបត់កម្មវិធី Microsoft Excel បាទអញ្ចឹងតកតងទៅនឹងការបត់កម្មវិធី Microsoft Excel ក៏យើងមានច្រើនរបៀបដែរបាទអញ្ចឹងរបៀបទី1គឺយើងអាចចុចទៅលើប៊ូតុង close ដែលស្ថិតនៅផ្នែកខាងស្ដាំណាបាទអញ្ចឹងយើងចុចលើវាមកណាបាទអញ្ចឹងយើងអាចមានរបៀបមួយទៀតតកតងទៅនឹងការបត់ដែរបាទឥឡូវយើងធ្វើការបើកទៅលើកម្មវិធី Microsoft Excel ទាំងអស់គ្នាសិនណាបាទបន្តមកទៀតអ្នកនរគ្នាចុចទៅលើ Blank Workbook បាទចុចលើ Blank Workbook មកណាបាទអញ្ចឹងនៅពេលយើងចុចទៅលើ Blank Workbook គឺឯកសាររបស់យើងគឺអត់ទាន់មានឈ្មោះនៅឡើយទេអញ្ចឹងគឺឯកសាររបស់យើងគឺមានឈ្មោះថាបុកវ័នបាទអញ្ចឹងខ្ញុំចង់បង្ហាញអ្នកនរគ្នាបន្តិចតកតងទៅនឹងបាទឯកសារថ្មីនិងឯកសារចាស់បាទចុះបើសិនជាឯកសារថ្មីបាទដល់ពេលយើងធ្វើការបត់កម្មវិធី Microsoft Excel ជាកម្មវិធីនឹងតម្រូវឲ្យយើងធ្វើការរក្សាទុកឬក៏មិនរក្សាទុកបាទប៉ុន្តែបើសិនជាឯកសាររបស់យើងមានឈ្មោះហើយយើងបានរក្សាទុករួចហើយអញ្ចឹងនៅពេលយើងចុចទៅលើប៊ូតុង close អញ្ចឹងកម្មវិធីមិនតម្រូវឲ្យយើងបាទជ្រើសរើសទៅលើ save ឬក៏ don't save នោះទេបាទមានថាការរក្សាទុកឬក៏មិនរក្សាទុកនោះទេបាទអញ្ចឹងឥឡូវខ្ញុំបង្ហាញរបៀបទី2សម្រាប់ធ្វើការបត់ទៅលើកម្មវិធី Microsoft Excel បាទអញ្ចឹងយើងអាចធ្វើការបត់តាមរយៈkeyboard ហើយយើងចុចទៅលើ Alt ផ្នែកខាងឆ្វេងណាបាទយើងចុច Alt ឲ្យជាប់មកហើយយើងចុចF4 បាទ Alt F4 ណាបាទអញ្ចឹងកម្មវិធីនឹងធ្វើការបត់ឲ្យយើងដូចគ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ធ្វើការបង្ហាញអ្នកនរគ្នាណាបាទអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាតន់ពីមេរៀនរបស់ខ្ញុំបាទនៅថ្ងៃនេះបាទអរគុណ